ជាដំបូងមកមើលទាំងអស់គ្នាថាប្រេង UDT 3 ដែលចាក់ចូលមានតួនាទីអ្វីខ្លះតួនាទីទី1គឺជួយរំអិលទៅដល់ប្រព័ន្ធពីញ៉ុងលេខតួនាទីទី2ជាប្រេងប្រាំងតួនាទីទី3ជាប្រេងហៃដ្រូលិកលក្ខណៈពិសេសរបស់ប្រេង UDT 3 ដែលប្រើប្រាស់បានគ្រប់ដណ្ដប់ទាំងអស់មាន3ប្រព័ន្ធគឺ1គុណសម្បត្តិពិសេសក្នុងការជួយរំអិលគ្រឿងបរិក្ខាររបស់ប្រព័ន្ធបញ្ចូលលេខដែលត្រូវធ្វើការធ្ងន់ប្រេង UDT 3 ជួយការពារភាពសឹករបស់គ្រឿងបង្គុំនិងជួយពន្យាអាយុកាលរបស់ពីដាងនិងធ្វើឲ្យគ្រឿងចក្រធ្វើការបានយ៉ាងរលូននិងមិនមានសម្លេងឮខ្លាំង2ប្រេង UDT 3 មានតួនាទីជាប្រេងហៃដ្រូលិកដែលប្រើក្នុងប្រព័ន្ធបញ្ជាបត់ហើយនិងប្រព័ន្ធបញ្ជាលើកឧបករណ៍3ប្រព័ន្ធប្រាំងរបស់ត្រាក់ទ័រ Kubota ជាប្រភេទចានប្រាំងត្រាំប្រេងហើយធ្វើការពេញប្រសិទ្ធភាពអាស្រ័យទៅលើគុណភាពប្រេងជាពិសេសប្រេង UDT 3 ជួយឲ្យការជាន់ប្រាំងមានប្រសិទ្ធភាពខ្ពស់មិនមានសម្លេងឮខ្លាំងខណៈពេលប្រើប្រាស់ម្យ៉ាងទៀតជួយការពារសំណឹករបស់ស្បែកប្រាំងនិងហ្វឺតកៅស៊ូកាត់បន្ថយការលេចជ្រាបរបស់ប្រេងនិងធ្វើឲ្យគ្រឿងចក្ររបស់លោកអ្នកប្រើប្រាស់បានយូរជាងមុន